ទៅពេកអូខេតាឥឡូវអ្វីដែលពូចង់និយាយទី1គឺពាក់ព័ន្ធនឹងរឿងចោលឆក់កាបូបជនបរទេសរបស់ Mr. Chris យើងស្គាល់ហើយប្រហែលជាបងប្អូនយើងភាគច្រើនគាត់ស្គាល់តែម្ចាស់គាត់ស្គាល់ទេភាគច្រើនចាស់គាត់ស្គាល់ថា Mr. Chris ជានរណាទេ Mr. Chris គឺជា creator ឬក៏ជាអ្នកធ្វើវីដេអូហើយក៏ជាជនបរទេសម្នាក់ដែលគាត់បានធ្វើវីដេអូបង្ហាញអំពីប្រទេសកម្ពុជាទៅកាន់ពិភពលោកតាមរយៈការធ្វើ vlog ការធ្វើវីដេអូផ្សេងហើយគាត់ក៏មានសង្សាររបស់គាត់ម្នាក់ផងដែរក៏ប៉ុន្តែថ្ងៃមិញចៃដន្យបានត្រូវចោលឆក់កាបូបដោយក្នុងកាបូបរបស់គាត់មានកាតធនាគារអត្តសញ្ញាណប័ណ្ណមាន passport ហើយនឹងសភៅឯកសាររបស់គាត់ផ្សេងទៀតក៏ប៉ុន្តែក្រោយពី Mr. Chris បានផុសនៅលើ page ផ្លូវការហើយបានធ្វើឲ្យមហាជនជាពិសេសបងប្អូនខ្មែរយើងដែលស្គាល់តាមរយៈការធ្វើវីដេអូរបស់ Mr. Chris បានជួយ share តគ្នាហើយក៏ធ្វើឲ្យលិចលឺទៅដល់កម្លាំងសមត្ថកិច្ចជាពិសេសក្រោមការចង្អុលបង្ហាញពីលោកពូជូនរិនស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាបងប្រុសបុត្រវណ្ណរដ្ឋដែលជាប្រធាននាយកដ្ឋានរងព្រំទាន់បានចាត់វិធានការបានន័យថាធ្វើការរយៈពេលតែ3ម៉ោងគេថាតែ3ម៉ោងទេ3ម៉ោងនោះបានន័យថាបំបែកសំណុំរឿងឬក៏បំបែកនៅភាពសង្ស័យដែលជនឆក់កាបូប Mr. Chris ហើយនឹងសង្សាររបស់គាត់ហ្នឹងគឺបាននាំខ្លួនមកកាន់នាយកដ្ឋានព្រំទាន់នៅអគ្គស្នងការឬក៏ក្រសួងមហាផ្ទៃចឹងបានន័យថាវាពិតជាលទ្ធផលដ៏គួរឲ្យស្ញប់ស្ញើហើយសារតមែនទែនចំពោះចំណាត់ការមួយនេះអានេះពូនិយាយមែនណាអាចុយម្រាយចោលឆក់ហ្នឹងវាមានមិនបានខ្វល់ឬក៏មិនបានគិតថាជនបរទេស Mr. Chris ហ្នឹងបានជួយអីឬក៏ធ្វើអីដើម្បីជាមុខមាត់ប្រទេសដើម្បីជួយគេហៅថាផ្សព្វផ្សាយកម្ពុជាឲ្យពិភពលោកបានស្គាល់វាមានខ្វល់វាអាចោលសក់លឿងហ្នឹងអាហ្នឹងវាឆក់អាហ្នឹងហើយក៏ជាមុខសញ្ញាចាស់ទៀតតាមការសាកសួរចម្លើយពីកម្លាំងសមត្ថកិច្ចខាងនាយកដ្ឋានព្រំទាន់បានសួរថាមុខសញ្ញាហ្នឹងគឺមុខសញ្ញាជនគេហៅថាជនសង្ស័យហ្នឹងគឺជាមុខសញ្ញាចាស់ទៀតដែលធ្វើសកម្មភាពឆក់កាបូបទៅលើ Mr. Chris ហើយនឹងសង្សាររបស់គាត់ក៏ប៉ុន្តែក្រោយពី Mr. Chris បានដាក់ពាក្យបណ្ដឹងរយៈពេល3ម៉ោងហើយតាមរយៈការសៀរបស់បងប្អូនមហាជនបានធ្វើឲ្យកម្លាំងសមត្ថកិច្ចយើងគឺបំបែកសំណុំរឿងនេះទាន់ហេតុការណ៍ភ្លាមហើយ Mr. Chris ក៏បានអរគុណហើយសប្បាយចិត្តចំពោះការជួយរបស់កម្លាំងសមត្ថកិច្ចដែលបានយកកាបូបហើយនឹងឯកសាររបស់គាត់ផ្សេងបកគលជូនគាត់វិញយើងដឹងហើយថារឿងឆក់រឿងអីនេះវាអត់មានសំដៅថាអ្នកល្បីមិនល្បីខ្មែរឬបរទេសទេអញ្ចឹងបានន័យថាសកម្មភាពឆក់រាល់ថ្ងៃនេះគឺនៅតែបន្តកើតមានក៏ប៉ុន្តែគាត់ថាវាកាត់បន្ថយតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនមហាជនលោកយាយលោកតាអ៊ំពូមិញជាពិសេសអ្នកធ្វើដំណើរតាមផ្លូវអ្នកធ្វើជាមិនជាទៅគឺអ្នកជិះម៉ូតូហ្នឹងហ្មងប្រយ័ត្នមែនតើជាពិសេសគឺកាបូបហ្មងជួនកាលឆក់ហ្នឹងវាធ្វើឲ្យបាត់បង់អាយុជីវិតដូចយើងឃើញករណីជាក់ស្ដែងកន្លងទៅហើយទាញកាបូបទាញឲ្យដួលហើយធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតធ្វើឲ្យជនរងគ្រោះពិការនឹងហើយដោយសារតែអំពើឆក់ប្លន់ហ្នឹងនេះបើយើងគិតមែនតែនទៅថាតើយើងគួរតែដាក់ទោសយ៉ាងម៉េចឲ្យស័ក្តិសមនឹងអ្វីដែលវាបានធ្វើនេះអាចោលសក់លឿងនេះក៏ដួយម៉ាក់អាចុយម្រាយទៅនេះយើងស្រឡាញ់ទឹកចិត្តបេះដូង Mr. Chris សម្រាប់តពូក៏ respect ចំពោះគាត់ដែរដែលគាត់ជាជនបរទេសប៉ុន្តែគាត់បានជួយធ្វើវីដេអូផ្សព្វផ្សាយទាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងនៅខេត្តសៀមរាបជាពិសេសប្រាសាទអង្គរវត្តហើយតាមបណ្ដាខេត្តដូចជាកំពង់សោមដូចអីតាមតំបន់ទេសចរដែលគាត់បានធ្វើដំណើរទៅដល់គាត់ធ្វើវីដេអូរបស់គាត់ដែលមានអ្នក subscribe មានទាំងខ្មែរមានទាំងជនបរទេសប្រហែលចូលជាង2លានអ្នកជាងដែលមើលវីដេអូរបស់គាត់អញ្ចឹងបានន័យថាភាគច្រើនអ្នក subscribe របស់គាត់គឺជនបរទេសហើយគេស្គាល់កម្ពុជាតាមរយៈអ្វីដែលគាត់បានផ្សព្វផ្សាយបានបង្ហាញទៅកាន់ពិភពលោកតែគូវាមិនគូណាតែមានអាចោ500នេះអាចោសក់លឿងនេះវាមកធ្វើអំពើដ៏ថោកទាបមិនគួរឲ្យកើតឡើងនេះអានេះសំណាងហើយដែលគាត់អត់មានគ្រោះថ្នាក់ជាមួយនឹងសង្សាររបស់គាត់បើមានគ្រោះថ្នាក់ថែមទៀតក្នុងនាមយើងជាប្រជាជនកម្ពុជាក្នុងនាមយើងជាម្ចាស់ប្រទេសយើងខ្មាស់គាត់ណាខ្មាស់គាត់ដែលគាត់បានជួយតឹងមិនមានអ្វីតបស្នងតឹងមិនទាមទារការផលតបស្នងទៅគាត់បែរជាធ្វើឲ្យគាត់បានន័យថាបាត់បង់នៅទ្រព្យសម្បត្តិយើងវាអាម៉ាស់ជាទីបំផុតក្នុងយើងជាប្រជាជនកម្ពុជាតែឥឡូវនេះសមត្ថកិច្ចបានបំបែកសំណុំរឿងនឹងហើយក៏បានក្បួយអាចោលសក់លឿងនឹងចូលទៅពន្ធនាគារបាត់ហើយរញ៉ាយចូលគុកមួយហើយវាសំខាន់ចាប់បានហើយមានអ្នកពូសេទៀតមានអ្នកចូលខមមិនមកស្តៀងពូចក់មកប្អូនពូចក់គេក៏ដូចម៉ែតៃហោងទៅនេះវាទៅជាមកអាចោលសក់លឿងនេះអញឆ្ងល់ឡាយដែរវាល្មិចបានមកថាមកស្តៀងអញឯងមើលត្រង់ណានេះអាចោលសក់លឿងឯងមើលមើលអូអញសក់ខ្មៅអានេះសក់លឿងមកកន្លែងណាស្តៀងអញមើលមកមើលវាដូចជាមិនស្តៀងទល់តែសពអត់មានស៊ីមេត្រីមួយគ្នាហ្មងឯងមើលកន្លែងណាមិនស្តៀង
វាស្ទើរតែណាំងស្មានតែប្អូនពុចកស្មានតែពុចកឲ្យមកស្តៀងគ្នាយេអារផ្ទះបាញ់នេះក៏ទៅនេះឲ្យតែរឿងអញ្ចឹងវាទាញឯងចូលទៅវាស្តៀងគ្នាវាបដូចគ្នាទួយមេរបលយោអូខេហើយឥឡូវក៏កម្លាំងសមត្ថកិច្ចបានកបួចអាចោលសក់លឹងនឹងរួចរាល់អស់ហើយឥឡូវយើងបន្តទៅរឿងទី2ពាក់ព័ន្ធនឹងក្រុមការរីគ្រប់ដៅបងពូបានអបអរសាទរដែរចំពោះក្រុមការរីគ្រប់ដៅដែលជាក្រុមគាត់ក្រុមបង្កើតឡើងមិត្តភាពលេងដើម្បីសុខភាពហើយក្នុងការងារជួយជំរុញសង្គមដោយជាគាត់ជួយផ្សព្វផ្សាយពីវិស័យទេសចរជួយជំរុញសក្តានុពលជួយវិស័យបាល់ទាត់ក៏ប៉ុន្តែឥឡូវនេះត្រូវបានក្លឹបបាល់ទាត់វិសាខាដែលជាក្លឹបធំនៅក្នុងលីកកម្ពុជាយើងបានចុះគេហៅថាអនុសារណៈយោគយល់គ្នាឬក៏ MOU បាទ MOU ហើយចាប់ពីពេលនេះតទៅក្លឹបការរីគ្រប់ដែលដឹកនាំដោយនាយពាក់មីនឹងក្លាយជាគេហៅថាក្រុមបាល់ទាត់បុតសម្ព័ន្ធរបស់វិសាខាហើយបើតាមពូស៊ូទៅកាន់នាយពាក់មីបានប្រាប់ពូថាក្នុងមួយឆ្នាំក្រុមការរីគ្រប់ដៅគឺទទួលបានតែកុមារដែលគាត់ឆ្លាញ់បាល់ទាត់ហ្នឹងគឺជាង200នាក់ហើយការចំណាយទីសោតគាត់ចំណាយខ្លួនឯងទាំងអស់ទាំងលុយទាំងសម្ភារៈវឹកហាត់ទាំងថ្លៃធ្វើដំណើរទាំងការហូបចុកផ្សេងទាំងការជួលគ្រូសពបែបយ៉ាងគឺក្រុមការរីគ្រប់ដៅដែលដឹកនាំដោយនាយពាក់មីគាត់ជាអ្នករៀបចំហើយជួយជំរុញសក្តានុពលបាល់ទាត់ក៏ប៉ុន្តែដោយមើលឃើញការខិតខំប្រឹងប្រែងឥឡូវនឹងក្លឹបបាល់ទាត់វិសាខាបានចុះអនុសារណៈដើម្បីជួយជំរុញក្រុមការរីគ្រប់ដៅឲ្យកាន់តែមានភាពអភិវឌ្ឍហើយចាប់ពីពេលនេះតទៅបានន័យថាថ្នាលឬក៏ក្មេងៗរបស់អបការរីគ្រប់ដៅក្រោយពីវឹកហាត់ហើយគឺមានសមត្ថភាពអាចមកធ្វើតេស្តនៅក្លឹបបាល់ទាត់វិសាខាបានហើយយើងដឹងថាកន្លងមកការរីគ្រប់ដៅបានបញ្ជូនថ្នាលរបស់ក្រុមហ្នឹងគឺទៅ3នាក់ហើយដោយឃ្លីនអ្នកចាំទីហ្វីលីបហើយនឹងកូនគាត់ទូអញ្ចឹងបានន័យថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់នាយពេពីនៅក្នុងវិស័យបាល់ទាត់ពូក៏កោតសរសើរចំពោះគាត់ដែរតែបាត់តែគាត់លេងក៏ផ្លែងផ្លាក់ផ្លុងឥឡូវដូចឡានលុបលេងក៏ពិតមែនប៉ុន្តែបើមិនមែនទៅទឹកចិត្តគាត់បៃដងគាត់ក៏ស្រឡាញ់បាល់ទាត់ឥឡូវហ្នឹងអ្វីដែលពូបានឃើញហ្នឹងគឺជាក់ស្ដែងវិសាខាជាមួយនឹងការរីគ្រប់ដៅពិតជាបានគេហៅថាធ្វើរឿងមួយដ៏អស្ចារ្យសម្រាប់បាល់ទាត់ដូចគ្នាអូខេឥឡូវយើងបន្តទៅរឿងទី3យប់មិញCristiano Ronaldo បានសុទ្ធគ្រាប់របស់គាត់ឲ្យ Al-Nassr យប់មិញដូចជាលេងនៅក្នុងក្របខ័ណ្ឌ Saudi Pro League សប្តាហ៍ទី25ពេល Al-Nassr ជួបជាមួយនឹងក្រុមបាល់ទាត់ Al-Galout ហើយយ៉ាងណាមិញបើយើងរាប់ទាំងក្លឹបទាំងជម្រើសជាតិ Ronaldo សុទ្ធបានដល់ទៅ928គ្រាប់គិតត្រឹមការប្រកួតយប់មិញតទល់នឹងក្រុម Al-Galout នេះសបញ្ជាក់ឲ្យឃើញថាដូចគ្មានស្អីអាចបញ្ឈប់អធិពលរបស់ Cristiano បានទេអាយុកាន់តែច្រើនក៏ពិតមែនក៏ប៉ុន្តែវាមិនមែនជាតួលេខឬក៏ជាកត្តាដែលត្រូវហាមគាត់នៅក្នុងការគាត់ឲ្យគាត់រកគ្រាប់បាល់បន្ថែមទេពេលនេះគឺម៉ោងនេះគឺត្រូវតែគេហៅថា count មកគ្រាប់ count 1 2គ្រាប់ count 1 3គ្រាប់ count 1រាប់រហូតដល់គាត់ retire ឬក៏គាត់ចូលនិវត្តន៍ព្រោះយប់មិញពូនិយាយមែនណាយប់មិញអ្វីដែលពូគិតថាគាត់ធ្វើបានវាពិតជាអស្ចារ្យសម្រាប់ការរកគ្រាប់បាល់របស់គាត់មកគ្រាប់តែភាពចៃដន្យនៅពេលដែលក្រុម Al-Nassr កាត់ក្រហមពេលនោះគ្រូបង្វឹកគឺលោក Stefano Pioli បានដូរគាត់ចេញនាទី60មែនតើទៅមិនមែនថា Ronaldo នៅ Al-Nassr ទេទាំងគាត់នៅ Manchester ជាទាំងគាត់នៅ Real Madrid ទាំងគាត់នៅ Portugal លេងជម្រើសជាតិកំឡុងពេលដែលគាត់លេងប្រសិនបើគាត់ដាក់អារម្មណ៍តែគាត់លេងហើយប្រសិនបើគ្រូដូរវិញអារម្មណ៍របស់គាត់គឺប្រតិកម្មមកព្រោះពេលនោះគាត់មានអារម្មណ៍ sensitive អញ្ចឹងគាត់មិនន័យថាគាត់មិនចង់ដូរចេញទេគាត់ចង់លេងឲ្យចប់ការប្រកួត90នាទីពេញតែយប់មិញដល់ទៅពេលលោក Stefano គាត់គ្រូដូរគាត់ចេញគាត់មូម៉ៅយប់មិញគាត់មូម៉ៅគាត់ដើរចូលទៅ dressing room មុនគេព្រោះគាត់អត់ចង់ចេញទេគាត់ចង់លេងមកទោះបីជាសមាជិកក្នុងក្រុមនៅសល់តែគ្នា10នាក់ក៏ដោយនេះគឺជាអ្វីដែលពូបានឃើញការប្រកួតយប់មិញតទល់ជាមួយនឹង Al-Galout អូខេឥឡូវយើងបញ្ចប់ពីបញ្ហារបស់គាត់ឥឡូវយើងក៏លេចទៅ Neymar ទីសិន Neymar Santos ឥឡូវនេះគាត់បានជាពីរបួសហើយគាត់បានប្រឹងប្រែងលេងខ្លាំងមែនទែនជាមួយនឹងក្រុមចាស់របស់គាត់គឺក្លឹបបាល់ទាត់ Santos នៅលីកប្រេស៊ីលមហិច្ឆតារបស់ Neymar គឺចង់ត្រឡប់មកកាន់អេស្ប៉ាញវិញចង់ត្រឡប់មកកាន់ទ្វីបអឺរ៉ុបវិញជាពិសេសគឺគាត់ចង់ចូលរួមជាមួយនឹង Barcelona នៅក្នុងគេហៅថាទីផ្សាររដូវកីឡាករនៅរដូវ Summer ខាងមុខនេះរដូវក្តៅព្រោះ Neymar គាត់ដូចជាបង្ហាញភាពលេចធ្លោមែនទែនក្រោយពីផ្ទេរទៅ Santos ហើយមួយរយៈចុងក្រោយនេះតាមរយៈការ live ពូឃើញថា Neymar មែនគាត់លេងខុសពីគាត់លេងនៅ Al Hilal គាត់លេងអញ្ញបានថាគាត់លេងឲ្យតែបានហើយកំឡុងពេលដែលគាត់លេងនោះគឺវាគូផ្សំជាមួយនឹងរបួសគាត់ផងប៉ុន្តែក្រោយពី fit 100% ហើយគាត់លេងដោយភាពជឿជាក់ជាមួយនឹងសមាជិករបស់គាត់នៅ Santos
chẳng mà này ta có bất chỉ trong mau phải chọnอาชีพ នៅ Espagne វិញ ក៏ប៉ុន្តែរឿងនេះវាត្រូវចាំមើលថាតើគ្រូវឹករបស់ Barcelona លោក Hansi Flick គាត់សម្រេចចិត្តថាគូយកណេម៉ាមកទៅមកវិញឬក៏គាត់បិទការចរចាត្រឹមហ្នឹងអានេះពាក់ព័ន្ធនឹងរឿងណេម៉ាចង់ត្រឡប់មកកាន់អឺរ៉ុបវិញជាមួយក្លឹប Barcelona អូខេឥឡូវយើងបញ្ចប់រឿងណេម៉ាមួយទៀតឥឡូវយើងតទៅ Marco Rashford ចូលពាក់ព័ន្ធនឹង Marco Rashford វាមិនគួរឲ្យជឿទេក្រោយពីគាត់បានន័យថាចូលរួមជាមួយនឹងក្រុមបាល់ទាត់ Aston Villa លេងអាចនិយាយបានថាដូចជាបានប្រហែលលេងឲ្យ Aston បានមកប្រកួតថ្មីលេងឲ្យ Aston បាន5ប្រកួតលេងឲ្យ Aston បាន5ប្រកួតប៉ុន្តែអាភាពបាត់បែនហើយនឹងទេពកោសល្យដែលគាត់មាននោះគឺធ្វើឲ្យគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអង់គ្លេសគឺលោក Thomas Tuchel បានកោះហៅគាត់ឲ្យចូលលេងក្នុងជម្រើសជាតិអង់គ្លេសជាថ្មីបន្ទាប់ពីអខានវត្តមាននៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះបានន័យថាប្រសិនបើ Rashford នៅតែបន្តលេងនៅ Manchester United យើងស្រមៃមើលថាតើគាត់អាចមានឈ្មោះលេងនៅជម្រើសជាតិទេគឺប្រកាសជា say no ហើយប៉ុន្តែឥឡូវនេះគឺមិនទេវាហាក់ដូចជាគាត់ត្រូវបានរួចផុតពីបណ្ដាសាមួយដែលត្រូវបានដាក់បណ្ដាសានៅក្នុងកំឡុងពេលដែលគាត់លេងនៅ Manchester United ប៉ុន្តែដល់ពេលគាត់ចាក់ចេញមកកាន់ Aston Villa វាធ្វើឲ្យបរិបទនៃការលេងបាល់ទាត់របស់គាត់គឺផ្លាស់ប្ដូរមែនទែនពូក៏សប្បាយចិត្តដែរនៅពេលដែល Marco Rashford ចូលជម្រើសជាតិឲ្យក្រុមតោកំណាចអង់គ្លេសហើយបើតាមក្រុមការងារជិញ្ចក់ TV បានទទួលបានក្រុមជម្រើសជាតិអង់គ្លេសដែលមានឈ្មោះទាំងអស់មានដូចជា Jody មាន Dean Henderson មាន Pickford មាន Ramsdale មាន Trafford មាន Burn មាន Colwill មាន Guehi មាន James មាន Eric Gonza មាន Lewis Kelly មាន Lamento មាន Gonza មាន Walker មាន Bellingham មានEasy មាន Jordan Henderson មាន Jones Cole Palmer Declan Rice Reece James Roger Bowen Foden Gordon Harry Kane Rashford ហើយនិង Solanke នេះគឺជាបញ្ជីឈ្មោះរបស់ក្រុមបាល់ទាត់តោកំណាចអង់គ្លេសអញ្ចឹងអបអសាទរសម្រាប់ Rashford គាត់លេងឲ្យ Aston ប្រហែល5ប្រកួតសោះអាចធ្វើឲ្យអារម្មណ៍ឬក៏ការសម្លឹងមើលឃើញរបស់គ្រូជម្រើសជាតិថ្មីរបស់អង់គ្លេសគឺលោក Thomas Tuchel ហើយគាត់លេងនៅក្នុងព្រឹត្តិការណ៍ដូចជាជិតដល់ការជម្រុះ World Cup ជម្រុះ World Cup ដែលគេត្រៀមធ្វើឡើង2021នៅ3ប្រទេសផ្សេងគ្នាមាន Mexico Canada ហើយនិង United States បាត់ខ្លួនបងមិនដល់ទី4ទេណាបាទយើងដល់ Rashford ទី4ដល់ Rashford ក្រុមការងារជួយ check ពូមើលទីមើលប្រហែលចំណុចទេនៅផ្សេងនេះសង្គមថ្ងៃនេះអូខេអញ្ចឹងបានន័យថាសរុបសេចក្តីមកពូបានស្គាល់សង្ខេបទេពាក់ព័ន្ធនឹង Neymar ពាក់ព័ន្ធនឹង Cristiano Marco Rashford ហើយពាក់ព័ន្ធនឹងការអានឹងបញ្ហាសន្តិសុខសង្គមរឿងចောက်កបោបអាចោសក់លឿងនឹងទៅលើ Mr. Chris អញ្ចឹងបានន័យថាអ្វីៗកើតឡើងថ្ងៃនេះពូបានសរុបអញ្ចឹងបន្តិចទៀតម៉ោង 12:30 ខាងក្រុមការងារជីចត TV នឹងធ្វើការផ្សាយនៅព្រឹត្តិការណ៍បាល់ទាត់ក្របខ័ណ្ឌព្រីម៉ាលីការបស់អេស្ប៉ាញក្រុមបាល់ទាត់ Villarreal ទៅទទួលស្វាគមន៍ក្រុម Real Madrid ម៉ោង 12:30 វាអានេះយើងយកគាត់និយាយពី Marco Rashford ទេតែបើយើងនិយាយពី Marco Asensio ក៏ញាក់សាច់ដែរ Asensio ក៏ដូច Marco Rashford ដូចគ្នាផ្ទេរពី Real Madrid ទៅ Paris គាត់បាត់បង់ពេលវេលានៃការលេងហាក់ដូចជាត្រូវបានគេហៅថាមិនទទួលបាននៅពេលវេលាច្រើនហើយមិនបានទំនុកចិត្តអំពីគ្រូវឹកអញ្ចឹងក្រោយពីគាត់ផ្ទេរពីទឹកដី Parc des Princes របស់ Paris មកកាន់ទឹកដី Aston Villa នៅ Villa Park បានន័យថាក្រុមការងាររបស់លោក Unai Emery ឥឡូវនេះគឺគាត់មានពេលវេលាពេញលេញសំខាន់ពូហ៊ាននិយាយថា Rashford ប្រហែលជាជួបជំរឿនជាតិអេស្ប៉ាញថែមទៀត Asensio Marco Asensio ពូហ៊ាននិយាយព្រោះ Rashford ជាប់ហើយអញ្ចឹងអ្វីដែលពូមើលឃើញពូគិតថាប្រហែលជា70ឬទៅ 80% Asensio អាចនឹងជួបជំរឿនជាតិអេស្ប៉ាញឡើងវិញដល់ទៅពេលវាឡើងជើងមែន Aston Villa ឥឡូវហ្នឹងកីឡាករដែលនាំចូលមកសុទ្ធតែគុណភាព Rashford ក៏ចាប់ផ្ដើមបង្ហាញលេងទម្រង់ល្អ Marco Asensio នោះសំតែសុទ្ធគ្រប់ការប្រកួតទាំងនៅ Premier League ទាំងនៅ UEFA Champions League ហើយសំខាន់ Aston បានធ្វើអីវគ្គ8ក្រុមទៅទៀតបាទទៅលេងនៅ UCL ទៀតហើយប៉ះ Paris ទៀតប៉ះជាមួយនឹង Paris ថែមទៀតឥឡូវនេះ Asensio បានលេងតទល់នឹងក្លឹបចាស់របស់គាត់គឺ Paris Saint-Germain ថែមទៀតវគ្គ8ក្រុមចុងក្រោយអញ្ចឹងសង្គ្រាមបាល់ទាត់សម្រាប់វគ្គ8ក្រុមកាន់តែជក់ចិត្តកាន់តែល្អមើលហើយពូមើល comment អត់ឃើញទេពូមើល comment អត់ឃើញទេនៅក្នុងការ live ពូនេះគឺ0 comment ហ្មងតែមួយក៏ពូមើលអត់ឃើញដែរពូមើលអត់ឃើញទេ
ពូចប់មិនអត់ឡាយបាសេពូស្អប់បាសេមែនវាមិនមែនស្អប់បាសេទេគឺពូបានតែយើងចែកគូពូនេះ fan រៀលពូនិយាយ Real Madrid បាសេមានអាដាញ់ផ្សេងៗមានអាម៉ង់មានអា សាម៉ាអែលមានអាស័យហាហ្នឹងដល់ពេលអញ្ចឹងយើងមានគូផ្សេងៗគ្នាពូមិនអាចទៅលូកដៃអូនិយាយ Real Madrid ហើយទៅនិយាយបាសេអញ្ចឹងយើងមានគូណារៀងធំរៀង hit អីទៅក៏យើងចែកគ្នាទៅអញ្ចឹងបានន័យថាយើងវាមិនអាចថាពូយកទៅលូកអាងថាខ្លួនឯងគ្រប់គ្រងគូទាំងអស់ឲ្យពូយកមកនិយាយតែខ្លួនឯងគូធំមិនទេអានេះគេហៅថាការបែងចែកសិល្បៈនៃការចែករំលែក Zaragoza Morata Josep Perez dan និយាយរឿងនយោបាយខ្លះមកពូពាក់ព័ន្ធនឹងរឿងនយោបាយពូមិនទាន់បានក្តោបហើយក៏ពូមិនទាន់បានន័យថាសិក្សាឲ្យស៊ីជម្រៅពីបញ្ហានយោបាយបច្ចុប្បន្នអញ្ចឹងក៏ពូមិនអាចទាន់ហ៊ាននិយាយបាននៅក្នុងកំឡុងពេលនេះពូសូម keep សិនពាក់ព័ន្ធនឹងរឿងនយោបាយហើយប្រសិនបើពូបានន័យថាពូសិក្សាច្បាស់លាស់ហើយចាំពូនិយាយនៅក្នុងការ live មកពាក់ព័ន្ធនឹងរឿងនយោបាយសង្គម យប់នេះពូឲ្យ3គូយប់នេះវាយ Real Madrid យប់ហ្នឹងណាមើលបើក live ស្គាល់ពូមើលចាំតិចប៉ុន្តែពូមើលហើយពូនឹងវាយ Real មួយហើយពូយប់មិញពូរីគៀនមួយម៉ាយយប់មិញទូទី3-1ម៉ែណាដូចចាប់ដាក់ទៅយប់មិញពូរីគៀនបានមកគូដែរ Real យប់មិញអានេះយប់ឥឡូវបាន500មែនធីពូដូចអស់អារម្មណ៍លេងមកនិយាយត្រង់មកមែនធីយប់នេះអ្វីដែលពូស្រឡាញ់ពូយប់នេះពូវាយ Real មកគូយប់នេះពូឲ្យមកវាយ Real វាយ Real វាយ Nottingham Forest ហើយមកគូទៀតមែនទីលេងຕົកចិត្តអីនិយាយមែនតែនទៅអត់ចង់លេងមកមែនទីមកវាយ Real Nottingham Forest បើយើងប៉ះអី Berlin ហ្នឹងហើយបើយើងមិន3គូហ្នឹងបើយើង Real Nottingham Forest មែនទីពូខ្ជិលមែនទីវាដូចធ្លាក់ជើងពេក ធ្វើស៊ីពេក ដល់ពេលធ្លាក់ជើងពេកទៅពូលេងຕົកចិត្តបាត់ហើយមែនទីធ្លាប់តែស៊ីគេខ្លាំងហើយធ្លាប់តែលេងក្នុងកម្រិតមួយដែលសឹងតែគ្មានអ្នកណាទប់ជាប់ដល់ទៅពេលធ្លាក់មែនតែមែនទីអត់ទេមែនទីដោយការទៅយ៉ាក់មកដោយខាងសរិនខាងព្រីមនិយាយថាយ៉ាក់មកយ៉ាក់គាត់យ៉ាក់ ថ្ងៃនេះខ្ញុំទិញម៉ូតូថ្មីពូមានអីជូនពរខ្ញុំអត់ពាក់តមុខការពារសុវត្ថិភាពទៅហើយក៏រូបច្បាប់ចរាចរណ៍ទៅប៉ុណ្ណឹងការជូនពរល្អហើយសក្តានឆ្នាំហ្នឹងពូអាចនឹងបែរទៅខាងស្រុកខាងអីពូវិញមួយខែកំពង់ធំរៀបត្រៀមតែឆាកទទួលពូទៅ concert ពូសុំមើលរុនគូតបន្តិចមកហើយនេះក៏វាឡរឹកមែនអូនេះសួស្ដីចៅហេងពូបានដៃគូមួយខាងសរិនដែរពូចៅហេងគាត់ចូលចិត្តដែរអាចង្វាក់បែបខ្មែរសរិនហ្នឹងហើយចៅហេងនេះអ្នកនៅខាងដរខាងប្រទេសមានជ័យពូមិនទាន់មានពេលទៅខាងនោះទេតែគាត់ថាផ្ញើក្តីនឹករលឹកផ្ញើការស្រឡាញ់ទៅកាន់ចៅហេងផងចៅហេងអាគុំស្នេហ៍ខ្មែរដើមអូពូនិយាយមែនពូឲ្យតែឃើញចៅហេងដាក់មកបត់មកយ៉ាសំណំរបស់គេទៅនេះចៅហេងនេះអត់ទេចៅហេងចាំមើលតនេហើយខ្ញុំមានបានតនេ 2-3 ថ្ងៃទៅលេងហើយទៅលេងចៅហេងម្ដងទៅដាក់ 2-3 បត់បងឲ្យផ្អើអ្នកភូមិចៅហេងម្ដងពូចង់ការមកលេងជប៉ុនឥឡូវហ្នឹងរដូវរងាហ្នឹងលេងឲ្យផុតហើយអាដល់នេះហៅ winter ទៅបានផុតហើយឥឡូវចូលដល់គេហៅថា spring ហើយបាទរដូវផ្ការីកអញ្ចឹងសម្រាប់រដូវផ្ការីកនេះពូអាចនឹងមាន plan ដែរតែគាត់ពូកំពុងគិតមើលថាគូទៅកូរ៉េឬក៏ទៅជប៉ុនពូមាន plan ទីពូឲ្យឈ្មោះខ្ញុំមួយជូនពរមួយផងជាថ្ងៃ birthday MC Sal not good for you អូដល់ហើយឈ្មោះនេះឈ្មោះអារទះបាញ់មួយឈ្មោះពូតែយ៉ាម៉ាល់អាចមានវាសនាដូចណេម៉ាទេបើគាត់នៅតែលេងរបៀប skill បែបនេះពូមើលទៅការលេងបើយើងនិយាយប្រៀបធៀប skill របស់ណេម៉ាជាមួយ skill របស់យ៉ាម៉ាល់ពូគាត់ថាអត់ដូចគ្នាទេ
bà vậy tới cứ này má có lên tam bài cái skill culture của Brazil cái style samba tại bà giờ máu tụi bay còn lên style bài năng có bật mấy bật tay còn vậy chán còn miền tây khác còn lênแต่miền tây khác còn lên ta bị bảo tuột thọ mà nè chẳng bảoเปรียบเทียบថាគាត់មានអនាគតដូចនៃម៉ានៅទទួលស្គាល់ពុកទទួលស្គាល់ថាការលេងបែប skill ដូចនៃម៉ាវារងផលប៉ះពាល់ខ្លាំងណាស់ជាមួយនឹងការប៉ះទង្គិចរឿងដៃគូគេក៏ប៉ុន្តែបើដូចអ្វីដែលពូបានឃើញរបៀបយ៉ាម៉ាល់លេងដូចជាមិនណាស់ណាមិនច្រើនពេកទេអញ្ចឹងពូថាវាគ្មានផលប៉ះពាល់ឬក៏ដូចទៅនឹងនៃម៉ាដែលធ្លាប់ជួបប្រទេសកន្លងមកគឺបញ្ហារបួសមិនសូវទេសម្រាប់ឡាមីនយ៉ាម៉ាល់ อย่ามาเริ่มจิ้งอ่ะ มันเป็นวอลสไตล์ อย่ามาวีสกิลชวาในมาสกิลโชว์ แม่ปัญญาปูនិយាយរឿង MC Baker រឿង MC Baker នេះពូបាននិយាយថាម្សិលហើយពូខេងហើយមែនតើទៅពូក៏ទើបទៅដឹងរឿងហ្នឹងដែរក៏ប៉ិតពូទើបទៅដឹងរឿងហ្នឹងមែនអាចនិយាយបានថាពូអត់បានមើលទេអាការផុសការអីប្រហែលថ្ងៃមុនរបស់អា Baker វាផុសហ្នឹងហើយពូក៏និយាយមែនតើទៅមើលវីដេអូហើយក៏ពូមានអារម្មណ៍អត់សប្បាយចិត្តមែននិយាយត្រង់អត់សប្បាយចិត្តមែនជុំវិញការរិះគន់មិនមែនថាមិនឲ្យរិះគន់អាម៉ៅទេក៏ប៉ុន្តែពេលខ្លះអាចថាការរិះគន់ខ្លះវាមិនមែនជាចេតនារំវាមិនមែនជាទិសដៅដើម្បីរិះគន់ដូចអាម៉ៅអញ្ចឹងមិនពូមិនដឹងថាវាលេងបាល់សាំឯណាមិនវាលេងបាល់បង្កើតទេវាលេងកើតដោយពូនិយាយទៅថាកម្រិតគ្រូបង្វឹក Real Madrid កាឡូសេឡូទីគាត់មិនមែនភ្លើមិនចេះមើលអាណាលេងកើតអាណាមិនលេងបង្កើតណាហើយមិនចេះទៅដាក់ណាហើយតាមអ្វីដែលយើងកាត់យើងគាត់តែឃើញហ្នឹងអាម៉ៅលេងបង្កើតទេអាម៉ៅលេងបង្កើតគេតែត្រូវដឹងថាអាតំណែងស្លាបឆ្វេងហ្នឹងអត់ពី Cristiano Ronaldo ទៅអត់មានអាណាស័ក្តិសមជាអាម៉ៅទេ Rodrigo លេងបានទេលេងបានតែ Rodrigo ក៏លេងស្ដាំអាពេលលេងអវងសំ Rosin អ្នកដែលក្លុកអ្នកដែលគេហៅថាបង្កើតភាពវឹកវរនៅអាផ្សារប្រយុទ្ធឆ្វេងគឺអាម៉ៅហ្នឹងហើយអញ្ចឹងធ្វើទៅតែពេលខ្លះអាម៉ៅអត់គ្រាប់ដូចថ្ងៃប៉ះជាមួយ Atletico Madrid ទទួលស្គាល់ថាអាម៉ៅអត់គ្រាប់មែនអាម៉ៅភាពគេហៅថាភាពកអើតកតោមអាភាពអាត្មានិយមរបស់វាគឺកំណាញ់បាល់នឹងមុំចាប់តាំងពីអាប៉េមកតែបើថាឲ្យវាមើលទៅលេងមិនកើតគ្រប់ហ្គេមមិនទេពេលខ្លះមានអាម៉ៅវាធ្វើឲ្យខ្សែការពារខាងគេនោះវាពិបាកដែរវាពិបាកមែនទេគឺយើងគេជាក់ស្ដែងទេពេលអាម៉ៅទៅមួយបាត់អាម៉ៅអត់ជាប់ទេអាចតម្លាក់ដល់2ឬក៏ពេលខ្លះ3នោះចាំកាត់អាម៉ៅទៅហើយអាម៉ៅចរិតរបស់អាម៉ៅគឺគេហៅថាអារម្មណ៍វា sensitive នៅពេលដែលរងការប្រមាថការរើសអើងពី fan អ្នកគ្រប់ត្រូលអញ្ចឹងវាតែងតែតបតភ្លាមមកដោយកំណងពេលដែលប៉ះ Man City ប៉ះ Atletico Madrid ឌឺអាម៉ៅថាអាម៉ៅអត់បឡុនដរដល់ពេលអាម៉ៅ counter ទៅវិញទៅអាម៉ៅថាអ្នកឯងមាន Champions League ឯនៅអញ្ចឹងពេលខ្លះវាហៅថាអានេះគាត់ជាការឌឺដងបែបបាល់ទាត់អញ្ចឹងពូទទួលស្គាល់ថាចរិតអាម៉ៅវាក៏អើតកតោមែនប៉ុន្តែពេលខ្លះមានទប់អត់បានដែរតែបើតែគ្នារូបរាងអញ្ចឹងក៏ពិតមែនតែអ្នកគ្រប់ត្រូលនៅអេស្ប៉ាញពេលខ្លះមាក់ងាយគ្នាប្រមាថគ្នាអាក្រក់ហៅគ្នាថាខ្មៅអាស្វាអញ្ចឹងវាទប់អត់ជាប់ដែរអញ្ចឹងវាត្រូវតែតបខ្លះវាដូចជាមិនខុសអីទេហើយអាវប្បធម៌អា culture នៃការ bully ការរើសអើងនៅអេស្ប៉ាញហ្នឹងគេលេងនិយាយទេមកនិយាយនៅអេស្ប៉ាញវាសាមញ្ញទៅហើយតែ Baker ដល់ពេលវាផុសហើយក៏វាទទួលស្គាល់កំហុសខ្លួនឯងដែរហើយវាបានលុបហើយវាបានលុបការផុសហ្នឹងហើយអញ្ចឹងបានពូនិយាយទៅទុកពេលឲ្យតែ7ម៉ោងនេះអត់មានអាយុដល់24ម៉ោងទេបើ7ម៉ោងហ្នឹងឯងមិនលុបអាហ្នឹងពូលៀងហើយស្គាល់ក៏ដោយមិនស្គាល់ក៏ដោយអាហ្នឹងគឺស្គាល់គ្នាផង